បាទជំរាបសួរបងប្អូនបាទថ្ងៃនេះគឺនៅបងប្អូនមកមើលដំណាំពោតបាទរបស់ខ្ញុំបាទផ្ទាល់បាទខ្ញុំដាំជាលក្ខណៈគ្រួសារតិចតួចទេបងប្អូនបាទប្រហែលជាអស់គ្រាប់1គីឡូបាទនេះយើងអស់គ្រាប់1គីឡូយើងបានប៉ុណ្ណេះឯងបាទនោះដាំដីប្រហែលជាក្បាល20 ម៉ែត្របណ្ដោយប្រហែលជា40 ម៉ែត្របាទអស់គ្រាប់1គីឡូបាទហើយអាយុកាលបាទពោតនេះបាទយើងឃើញចាញ់ស្នៀតប៉ុណ្ណេះគឺអាយុកាល1ខែក្រាស់ហើយបាទជិត2ខែហើយបាទអញ្ចឹងវាចាញ់ស្នៀតហើយបងប្អូនបាទយើងដាំអត់មែនតាមបច្ចេកទេសអីត្រឹមត្រូវទេបងប្អូនយើងដាក់គ្រាប់ខ្លះយើងដាក់បាទរណ្ដៅខ្លះយើងដាក់1គ្រាប់បាទរណ្ដៅខ្លះវាមានយើងដាក់2គ្រាប់ទៅមាន2ដើមបាទអញ្ចឹងណោះខ្លះ1ដើមខ្លះ2ដើមអត់ឲ្យលើសពី2ដើមទេបាទយើងច្រើនបំផុតគឺ2ដើមបាទនេះដូចអានេះចេះច្រើនបំផុតគឺ2ដើមវាបាទវាអត់ប្រច្រែងគ្នាច្រើនទេអញ្ចឹងតែ2ដើមប៉ុណ្ណេះគឺវាចែកគ្នាចែកជីចែកទឹកគ្នាគឺមកល្មមបើយើងដាក់3ដើមពោតអត់ល្អទេផ្លែក៏អត់ល្អដើមក៏អត់ល្អបាទអញ្ចឹងយើងច្រើនបំផុតគឺយើងដាក់មួយរណ្ដៅ2គ្រាប់បានហើយបាទអញ្ចឹង2គ្រាប់វាបាន2ដើមតោះអញ្ចឹងយើងទស្សនាបាទដល់លេងទស្សនាអញ្ចឹងយើងចាំងថ្ងៃបន្តិចហើយរៀងព្រិលបាទនេះសត្វតែចាញ់ស្នៀតទេបងប្អូនអាណាអត់ល្អអត់ទាន់ចាញ់ស្នៀតទេនេះជាក់ស្ដែងនេះវាអត់ល្អមានន័យថាវាល្អអត់ចិនគេណាបាទកណ្ដាលនោះដីវាល្អបាទចាញ់ស្នៀតសឹងតែទាំងអស់ដំណាំពោតបាទពោតនេះគឺពោតផ្អែមបងប្អូនពោតផ្អែមគ្រាប់វាពឿលឿងបាទផ្អែមមែនអត់មែនមិនផ្អែមទេណាបងប្អូនបាទពោតនេះផ្អែមមែនខ្ញុំទុកពូជរហូតមកបាទហើយដំណាំពោតនេះយើងលក់ស្រួលណាបងប្អូនបាទលក់តានឹងផ្ទះក៏ដាច់ដែរបាទនៅតាមតំបន់ស្រុកស្រែខ្ញុំបាទនេះណាគឺយើងលក់តានឹងផ្ទះទេបាទសម្រាប់តម្លៃវិញគឺធូរថ្លៃមួយផ្លែ1000 រៀលបាទមួយផ្លែ1000 រៀលគឺល្មមមិនថ្លៃមិនថោកទេណាចាប់ផ្ដើមចាញ់ផ្កាឈ្មោះផ្កាលំអងវាបាទបើគ្មានផ្កានេះពោតក៏អត់ដាក់គ្រាប់ដែរបាទផ្កាពោតនេះគឺជាលំអងបាទលំអងឈ្មោលសម្រាប់ធ្លាក់មកលើសក់បាទសក់នេះសម្រាប់ធ្លាក់មកលើសក់នេះមកនេះសក់នេះបាទបញ្ជូនកេសរទៅឲ្យស្នូលខាងក្នុងបង្កើតបានជាគ្រាប់អញ្ចឹងធម្មជាតិបង្កើតមកបាទពិតជាអស្ចារ្យមែនតែនេះធំស្មើល្អខាងនេះក៏ខ្ពស់ខាងនេះក៏ខ្ពស់នេះសក់វាបងប្អូនសក់វាគឺវារងចាំទទួលអានេះឯងនេះតាផ្កានេះបែកមកវាជ្រុះមកនៅលើសក់នេះសក់នេះបញ្ជូនទៅឲ្យស្នូលបង្កើតបានជាគ្រាប់កលែងត្នេះអត់សូវកើតទេដោយសារស្មៅពេកស្មៅភ្លុកច្រើនពេកអត់សូវកើត
dương soi tức bằng vốn và khe ní khe xa men bàn tay về riêng dương dương soi tức này tức mà tức dương pra tức đô nè mà dương soi chia một trăm đó ở tu tam ruộngเราdùng đạm mà ruộng tiết nè tấu chập đầm tàu á bảo vệ phliêng máu dương sưu thì còn tay bị ắt phliêng thọ mà chiết vì mình tiền chả thọ mà chiết cứ một prai pruol ô là nhiệt phần này mà bốn có mọi gì về phế mà chụp đẹp liền